សំណួរតើច្បាប់ចលនាទី1របស់ Kepler បានសិក្សាពីចលនាភពដូចម្តេចចម្លើយច្បាប់ចលនាទី1របស់លោក Kepler បានរកឃើញថាភពទាំងឡាយធ្វើចលនាតាមគន្លងរាងអេលីបជុំវិញព្រះអាទិត្យសូមស្ដាប់ចម្លើយម្ដងទៀតច្បាប់ចលនាទី1របស់លោក Kepler បានរកឃើញថាភពទាំងឡាយធ្វើចលនាតាមគន្លងរាងអេលីបជុំវិញព្រះអាទិត្យសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីៗបន្ថែមទៀតសូមអរគុណ